យកគ្រោះមកធ្វើជាចម្រោះទឹកចុំគិតទៅអ្នកភូមិព្រះដាក់ពូកែមែនបងប្អូនអាចច្រោះទឹកល្អមកថ្លាពីកកកខ្វក់បានមកទឹកល្អបានជាមានប្រសិទ្ធភាពអាយ៉ាមិនអញ្ចឹងបងប្អូនពូកែម្លឹងសូម្បីតែគ្រោះក៏អាចច្រោះទឹកបាននេះមិនមែនថាធ្វើឆ្ងល់អីទេណាបងប្អូនក៏ប៉ុន្តែការធ្វើលក្ខណៈដោយដៃហើយជុំអំពូមីងបែបនេះកម្ដងនឹងឃើញណាមើលអ្នកបងប្អូនមានលេខទៀតណាសំខាន់ណាលេខ1លេខ2លេខ3និយាយទៅបែងចែកច្រើនលេខណាមានធំមានតូចហើយដាក់ទៅតាមតម្រូវការផ្សេងគ្នាទៀតសំខាន់មីងអ៊ំក៏ដូចជាអ្នកដែលធ្វើការនៅទីនេះគាត់ត្រូវរែងចម្រោះវាធ្វើម៉េចឲ្យចេញខ្សាច់ចេញឲ្យអស់ទុកតែគ្រោះហើយគ្រោះទាំងអស់ហ្នឹងបន្ទាប់តែពីបែងចែកលេខត្រឹមត្រូវទៅបងប្អូនមើលអ្នកប៉ុនគ្នាល្អណាស់ដល់កហើយមើលទៅឡងច្រាងហើយមុខរបរទាំងអស់នេះបងប្អូនត្រូវបានអ៊ំមីងនៅទីនេះគាត់ធ្វើយូរហើយធ្វើនេះពេលខ្លះក៏ធ្វើសម្រាប់ខ្លួនឯងពេលខ្លះទៀតគាត់ក៏ស៊ីឈ្នួលគេអញ្ចឹងទៅមួយថ្ងៃបាន 30000 50000ទៅតាមការរែងជាក់ស្ដែងទៅតាមកម្លាំងរៀងខ្លួនប៉ុន្តែកម្រៃនៅក្នុងការរែងនេះគឺអាចទទួលយកបានរែងរាល់ថ្ងៃអញ្ចឹងហត់អត់ហត់ទេចាប៉ុន្តែមួយថ្ងៃបានលុយប្រហែលប៉ុន្មានទៅអ៊ំមួយថ្ងៃជន់ថ្ងៃណាក៏បាន 20000 ទៅជន់ថ្ងៃណាក៏បាន 15000 អាហ្នឹងគេហៅគ្រោះអីគេអ៊ំគេហៅគ្រោះអាចបកាហើយអ៊ំរែងនឹងរែងយូរនៅរែងយូរហើយប៉ុន្មានឆ្នាំហើយអ៊ំ4-5 ឆ្នាំ4-5 ឆ្នាំហើយមើលអ្នកសំបីតែអ្នកមីងបងប្អូនគាត់រែងតាំងពីអាយុ 5-6 ឆ្នាំហើយក៏មានមីងខ្លះទៀតបងប្អូនហើយរែងតាំងពីអាយុ 7-8 ឆ្នាំនិយាយទៅតាំងពីតូចរហូតដល់អាយុប៉ុណ្ណេះក៏ប៉ុន្តែក៏មានអ៊ំពូមីងខ្លះហ្នឹងគាត់ទៅតែរែងរយៈពេលថ្មីនៅពេលដែលគាត់អត់ការងារធ្វើនេះទេអូបងប្អូនស្ដាប់ទៅអ្វីក៏ដោយឲ្យតែមានការតាំងចិត្តដាក់ចិត្តធ្វើប្រហែលឆ្នាំក៏ធ្វើបានដែរចិញ្ចឹមគ្រួសារមករស់ស្រួលមើលហើយដល់ពេលយើងជាអ្នកចម្ងាយមកបងប្អូនមកដល់អញ្ចឹងទៅទើបដឹងថាចំសូម្បីតែគ្រោះទាំងអស់នេះក៏អាចធ្វើជាមុខរបរចិញ្ចឹមគ្រួសារបានដែរបើថៅកែទាំងអស់ដែលគាត់ប្រមូលផ្ដុំការងារនឹងដាក់ជុំគ្នាហើយគាត់ផលិតចេញជាគ្រោះទាំងអស់នឹងដើម្បីលក់បន្តគាត់កាន់តែរកចំណូលបានទៀតបងប្អូនមើលអូយបងប្អូនគិតទៅអ្វីក៏លុយដែរតាមពិតទៅលុយនៅជុំវិញខ្លួនឲ្យតែយើងដឹងរបៀបយកហើយឲ្យតែយើងចេះសំខាន់លើរឿងហ្នឹងតើបងប្អូនមើលណាអ្នកមីងឲ្យញាប់ដៃឆ្មាញ់បងប្អូនហើយដើម្បីប្រញាប់បានលុយទៅផ្ទះហើយសំខាន់ណាបងប្អូនទាំងការ៉ុងបើថ្លឹងគីឡូទាំងតោនតែម្ដងគ្រោះទាំងអស់នេះដើម្បីយកទៅធ្វើជាចម្រោះទឹកហើយបងប្អូនកុំបារម្ភថាអូធ្វើអញ្ចឹងតិចហិនហោចអស់ទៅបើតាមការបញ្ជាក់របស់អ្នកមីងក៏គាត់ថាដែរគាត់ថាមានច្បាប់ទម្លាប់ត្រឹមត្រូវមិនមែនចេះដើរប្រមូលទេហើយមួយទៀតធនធានទាំងអស់នេះណាបើថាត្រឹមតែមកប្រើតម្រូវការប្រចាំថ្ងៃធ្វើលក្ខណៈក្រុមគ្រួសារបែបនេះអាជីវកម្មខ្នាតតូចបែបនេះធនធាននេះគឺសម្បូរណាស់មិនចេះអស់តាណាទេហើយមើលវិញទៀតអ្វីដែលយើងអាចសម្គាល់បានណាបងប្អូនគឺគ្រាន់តែទៅយកធ្វើជាកន្លែងចម្រោះទឹកអត់បានយកទៅបំផ្លាញឲ្យខ្ទេចខូចខាតតាណាទេពេលដែលប្រើអស់លទ្ធភាពហើយចោលដូចគ្នាបងប្អូនចេះចោលទៅតាមទីធម្មជាតិវិញដូចជាមិនអីទេណាបងប្អូនណាគ្រាន់តែជាគ្រោះនៅស្នឹមជាមួយនឹងទឹកជាមួយនឹងថ្មណាហើយសម្រាប់ម្ចាស់ទីតាំងទាំងអស់នេះបងប្អូននៅពេលដែលផលិតគ្រោះទាំងអស់នេះបានហើយមានគុណភាពហើយជ្រេទៅតាមលេខដែលចង់បានហើយអាចលក់នៅលើទីផ្សារក៏បានហើយពេលខ្លះទៀតគាត់មានទទួលសេវាកម្មនៅក្នុងការធ្វើជាអាងចម្រោះឲ្យអតិថិជនតែម្ដងចេញមកគឺទឹកមានគុណភាពខ្ពស់មែនទែនទទួលស្គាល់ពីអតិថិជនណាបងប្អូនហើយគាត់ក៏ធ្វើពីមួយឆ្នាំទៅមួយឆ្នាំមកដល់ពេលនេះគឺច្រើនឆ្នាំមែនទែនហើយមើលបងប្អូនច្រើនណាសំខាន់ពណ៌របស់ថ្មហ្នឹងក៏ស្អាតទៀតធនធានក៏សម្បូរបែបមកលឹងបងប្អូនបើសិនជាយើងអត់ដឹងទេណាទុកចោលនៅទីធម្មជាតិឲ្យកោចោលពេញទៅនឹងតែដល់ពេលយើងទាញចេញជាប្រយោជន៍ទើបដឹងថាប្រយោជន៍ដឹកស្មានមិនដល់អាចរកចំណូលចិញ្ចឹមមីងបានអាចរកចំណូលសម្រាប់ចិញ្ចឹមគ្រួសារឲ្យមានបានថ្កុំថ្កើងដោយសារមុខរបរនឹងបានទៀតបងប្អូនណាសេវាកម្មនៅក្នុងការដំឡើងអាងឬក៏ដំឡើងធុងសម្រាប់ចម្រោះទឹកទាំងអស់នេះសុទ្ធសឹងតែមានក្រុមជាងជំនាញដើម្បីទៅដំឡើងមិនមែនត្រឹមតែការរែងប៉ុណ្ណឹងចប់ទេណាបងប្អូនមុខរបរដែលពាក់ព័ន្ធនឹងច្រើនទៀតដល់ពេលអញ្ចឹងនឹកឃើញទៅដល់ពាក្យស្លោកមួយឃ្លាចេះប្រកាសប្រាក់រត់តាមហៅបងប្អូនមើលណែឲ្យតែចេះប្រកាសណាធនធានបែបហ្នឹងសោះយកមកប្រើប្រាស់កែច្នៃប្រើប្រាស់បានជាប្រយោជន៍ហើយរកចំណូលបាននៅពេលដែលរែងខ្សាច់ចេញអស់ហើយខ្សាច់ហ្នឹងអាចនៅសល់នៅផ្ទះប្រើការបានហើយគ្រោះទាំងអស់ហ្នឹងបែងចែកតាមលេខរួចរាល់ច្រកការ៉ុងទុកបានរាប់ខែរាប់ឆ្នាំចង់ប៉ុន្មានឆ្នាំក៏បានដែរបងប្អូនមើលណែគោនៅមុខផ្ទះតែម្ដងដូចរបងផ្ទះអញ្ចឹងមួយកន្លែងហើយមកដល់ទីតាំងនេះបងប្អូនដល់កឲ្យសិតសឹងតែបងប្អូនយើងដែលប្រកបមុខរបរនេះស្ទើរតែទាំងអស់ទៅហើយមួយជួរផ្លូវនឹងឡើងពេញហើយបងប្អូនយើងបានធ្វើដំណើរមកលេងខេត្តសៀមរាបបងប្អូនចេញពីព្រះដាក់មកតាមផ្លូវនេះដឹងតែជួបហើយពុកម៉ែបងប្អូនយើងប្រកបមុខរបរនេះច្រើនណាស់ធានាថាប្លែកភ្នែកក៏ប៉ុន្តែបានទស្សនាវីដេអូនេះរួចនឹងអស់ចម្ងល់តែម្ដងហើយបងប្អូនយើងចង់មកលេងមើលឲ្យឃើញផ្ទាល់ភ្នែកបានអ៊ំពូមីងនៅទីនេះគាត់បើកទូលាយគាត់មិនប្រកាន់ទេគ្រាន់តែមកមើលបងប្អូនសម្រាប់ទីតាំងមានបញ្ជាក់ជូនច្បាស់បន្ថែមនៅក្នុង comment អរគុណសម្រាប់ការតាមដានទស្សនាអរគុណផងដែរដល់អ្នកសហការនៅក្នុងការផលិតខ្សែវីដេអូដ៏ល្អមួយនេះអរគុណដល់ទឹកយិនសិនម៉ាអ៊ីសម្រាប់បងប្អូនដែលមានបញ្ហាសុខភាពបាយមិនបានសម្រាប់មិនលក់ឧស្សាហ៍ចុករយស្ពឹកស្រពន់ហើយជាពិសេសកោសខ្យល់នោះជាញឹកញាប់មែនទែនតើតែកោសខ្យល់បានធូរមិនបាច់បារម្ភទេបងប្អូនគ្រាន់តែពិសានៅទឹកយិនសិនឲ្យបានជាប្រចាំមួយថ្ងៃមួយកញ្ចប់ណាធានាថាបានទាំងរសជាតិឆ្ងាញ់បានទាំងល្អសម្រាប់សុខភាព
សម្រួលរកបញ្ហាសុខភាពជាច្រើនមែនទែនបញ្ជាក់ជូនបងប្អូនមិនមែនជាថ្នាំសម្រាប់ព្យាបាលជំងឺទេក៏ប៉ុន្តែជាប្រភេទអាហារបំពន់ដែលបងប្អូនអាចពិសាជាប្រចាំសម្រួលដល់សរសៃសសងសរសៃឈាមធ្វើឲ្យអារម្មណ៍ស្រស់ថ្លាសុខភាពរបស់យើងនឹងល្អពីមួយថ្ងៃទៅមួយថ្ងៃកើនឡើងជាលំដាប់តែម្ដងអាចរកទិញដែលមានភាពងាយស្រួលតាមរយៈបណ្ដាតំណាងចែកចាយ Pharmacy ឬក៏ទំនាក់ទំនងទិញតាមរយៈ Facebook Page EE Black 9ដែលមានសញ្ញា Tick Box Q ជាសញ្ញាសម្គាល់អូហើយមួយទៀតណាបងប្អូននឹងទទួលបានការ free ជូននៅសេវាដឹកជញ្ជូនទូទាំង25ខេត្តក្រុងផងដែររួមជាមួយនឹងការថែមជូនថ្នាំដុសធ្មេញក៏ដូចជាស្លឹកឆ្នោតដែលមានឱកាសនៅក្នុងការចាប់យករង្វាន់ម៉ូតូថែមទៀតផងជួបគ្នានៅក្នុងវីដេអូក្រោយទៀតសូមជម្រាបលា